នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភានៃព្រឹកថ្ងៃច័ន្ទ8កើតខែមិញឆ្នាំអាសាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី26ខែមករាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមប៊ូកែវភូមិវង្ស័យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានជួបសម្ដែងការគូសមនិងជម្រាបលាបន្ទាប់ពីឯកឧត្តមបានជាប់បេសកកម្មការងារជាឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជាយោងតាមឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថានៅក្នុងជំនួបនេះសម្ដេចតេជោហ៊ុនសែនបានសម្ដែងនូវការស្វាគមន៍និងរីករាយដែលបានជួបជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូតឡាវសារជាថ្មីនៅពេលនេះសម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់ឯកឧត្តមនៅក្នុងអំឡុងពេលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងទៅនេះដែលបានធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងឡាវកាន់តែមានការរីកចម្រើនបន្ថែមទៀតនៅក្នុងឱកាសនោះផងដែរឯកឧត្តមឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជាបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគូសមនិងជម្រាបលានៅពេលនេះឯកឧត្តមបានចាត់ទុកប្រទេសកម្ពុជាគឺជាផ្ទះទី2ដោយឯកឧត្តមបានបញ្ជាក់ថានៅក្នុងពេលបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជារយៈពេល4ឆ្នាំកន្លងទៅនេះឯកឧត្តមមានអនុស្សាវរីយ៍ជាច្រើនជាមួយនឹងប្រជាជននិងប្រទេសកម្ពុជាឯកឧត្តមបានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជានិងឡាវជាពិសេសក្នុងពេលដែលឯកឧត្តមបំពេញបេសកកម្មការងារគឺបានពង្រីកនៅទំនាក់ទំនងរវាងកម្ពុជានិងឡាវឲ្យមានការរីកចម្រើនប្រសើរឡើងនិងការផ្លាស់ប្ដូរនៅដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់សម្ដេចតេជោបានសម្ដែងនៅក្តីរីករាយផងដែរចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងឡាវហើយក៏បានពេញចិត្តនឹងអ្វីដែលឯកឧត្តមបានលើកឡើងនៅពេលនេះជាពិសេសការផ្លាស់ប្ដូរនៅដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសម្ដេចតេជោក៏បានជំរុញបន្ថែមទៀតផងដែរឲ្យឡាវនិងកម្ពុជាបន្តនៅការខិតខំប្រឹងប្រែងពង្រីកនៅក្នុងវិស័យពាណិជ្ជកម្មការវិនិយោគជាពិសេសផ្នែកសេដ្ឋកិច្ចនេះតែម្ដងដើម្បីឲ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរមានន័យថានយោបាយនិងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នាជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតឡាវទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត